បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបលុប friend នៅក្នុង account Facebook របស់យើងបងប្អូនតែវា load បែបហ្នឹងនឹងយើងពេញ friend អញ្ចឹងជាដំបូងយើងចូលមកកន្លែងគ្រប់គ្រងមិត្តភ័ក្តិហ្នឹងមកហើយបន្តមកទៀតបងប្អូនកន្លែងទៅមើលខាងលើកន្លែងរូបក្បាលមនុស្សសខ្មៅពីរហ្នឹងបងប្អូនចូលមកហើយមកដល់ចំណុចនេះដែរបងប្អូនចង់ជ្រើសរើសលុបអាចមកជួនឹងក៏បានឬមួយបងប្អូនចង់ជ្រើសរើសច្រើនទៀតអញ្ចឹងបងប្អូនជ្រើសមកអូខេហើយបងប្អូននេះកន្លែងនេះគេឲ្យយើង connect មានន័យថាយើងចង់ connect យកមួយអ្នកដែលយើងចង់លុបអញ្ចឹងណាអានេះយើងអាចជ្រើសរើសបានច្រើនអ្នកអញ្ចឹងបងប្អូនហើយឥឡូវខ្ញុំសូមជ្រើសពីរបីនាក់សិនអញ្ចឹងបងប្អូនឥឡូវខ្ញុំចង់យកម្នាក់ហ្នឹងអញ្ចឹងខ្ញុំthíchឈ្មោះមកហើយខ្ញុំចង់យកម្នាក់ពីរនាក់ទៀតអញ្ចឹងបងប្អូនខ្ញុំពងអូសរមើលតែខ្ញុំចង់thíchឈ្មោះម្នាក់ពីរនាក់ទៀតឥឡូវខ្ញុំជ្រើសរើសអញ្ចឹងហ្មងទៅបងប្អូនហើយយើងក្លេកមកមើលខាងឆ្វេងដៃអាកន្លែងខៀវៗដាក់ជប់ធ្វើជាមិត្តភក្តិហ្នឹងអញ្ចឹងបងប្អូនចុចចូលកន្លែងហ្នឹងមកហើយយើងក្លេកមកមើលខាងស្ដាំដៃវិញអញ្ចឹងយើងចុចចូលវិញមកអូខេអញ្ចឹងបងប្អូនរងចាំតិចអញ្ចឹងវាបានលុបហើយបងប្អូនអញ្ចឹងបានលុប friend ទាំងចោលខ្លះហើយបើយើងចង់ជ្រើសរើសទៀតយើងចុចចឹងទៀតមកបងប្អូនដូចតែយើងធ្វើមុនអញ្ចឹងយើងចុចលុបទៀតមកអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនហើយកុំភ្លេចចុច like ចុច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត